ជាគ្រួសារតែមួយគឺលើសពីភាសាការទូតវាឆ្លុះបញ្ចាំងពីការប៉ុនប៉ងរបស់ចិននៅក្នុងការទាញថៃឲ្យចូលទៅក្នុងគន្លងរបស់ខ្លួននៅពេលដែលទំនាក់ទំនងរបស់ទីក្រុងបាងកកជាមួយនឹងទីក្រុងវ៉ាស៊ីនតោនមានភាពតានតឹងក្រោយពីថៃព្យួរកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាហើយថាថៃអត់អាមេរិកក៏គ្មានបញ្ហាដំណើរទស្សនកិច្ចរបស់មហាក្សត្រថៃមានទម្ងន់ធ្ងន់ជាងដំណើរទស្សនកិច្ចរបស់រដ្ឋាភិបាលថៃមហាក្សត្រថៃនៅតែមានឥទ្ធិពលសម្បើមលើនយោបាយនិងប្រជាជនថៃប្រទេសចិនយល់ថាចំណងល្អល្អឿនជាមួយនឹងខ្សែស្រឡាយរាជវង្សដែលគេខានឃើញតាំងពីទសវត្សរ៍ឆ្នាំ1970មកនឹងជួយបង្កើនការគាំទ្រជាសាធារណៈទៅលើនយោបាយចិនចំពោះទីក្រុងបាងកកវិញការខិតជិតទៅរកទីក្រុងប៉េកាំងពេលនេះគឺដើម្បីប្រយោជន៍សេដ្ឋកិច្ចនិងការការពារជាតិផ្នែកសេដ្ឋកិច្ចថៃដែលប្រឈមមុខទៅនឹងការគំរាមកំហែងពន្ធគយរបស់អាមេរិកនិងកំណើនសេដ្ឋកិច្ចយឺតចង់លោតរកទីផ្សារថ្មីដែលមានស្ថិរភាពជាងអាមេរិកនិងទាក់ទាញការវិនិយោគរបស់ចិនកាន់តែច្រើនទៅលើរថយន្តអគ្គិសនីសេវាកម្មឌីជីថលនិងផលិតកម្មផ្នែកការពារជាតិថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាផ្លូវការដែលទទួលបានការគាំពារផ្នែកសន្តិសុខជាតិពីអាមេរិកក៏ប៉ុន្តែសម្ព័ន្ធភាពនេះម្ដងរឹងម្ដងជ្រាយហើយយោធាថៃបានងាកទៅបង្កើនការទិញអាវុធពីចិនរាប់តាំងពីរថក្រោះ VT4 រហូតដល់នាវាមួយទឹកបាញ់មីស៊ីលនិងកម្មវិធីផលិត drone វាយប្រហារដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រថៃជាសញ្ញាទៅកាន់ទីក្រុងវ៉ាស៊ីនតោនថាថៃមានជម្រើសផ្សេងក្រៅពីអាមេរិកចំណែកចិនវិញគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ថៃរួចទៅហើយនិងជាប្រភពទេសចរដ៏សំខាន់មួយក៏ប៉ុន្តែទីក្រុងប៉េកាំងកំពុងចង់ពន្លឿនគម្រោងផ្លូវដែកល្បឿនលឿនពង្រីកការនាំចូលផលិតផលកសិកម្មនិងបង្កើនការសហការផ្នែកបច្ចេកវិទ្យាជាមួយថៃសំខាន់ជាងនេះចិនកំពុងប្រឹងធ្វើសមាហរណកម្មសពាវុធដើម្បីកាត់បន្ថយឥទ្ធិពលយោធារបស់អាមេរិកម្ដងបន្តិចប្រសិនបើថៃបដូរយុទ្ធសាស្ត្រប្រាកដមែនទីក្រុងប៉េកាំងនឹងបានដៃគូជំនិតម្នាក់ទៀតនៅអាស៊ីអាគ្នេយ៍ក៏ប៉ុន្តែថាតើជាគូស្មោះឬក៏ថៃគ្រាន់តែខ្ចីដៃចិនសាកអំណាចច្រើនមិនទាន់ប្រកាសទេមិនប្រកាសព្រោះថៃពេលនេះមិនមែនប្រឆាំងនឹងអាមេរិកទាំងមូលទេតែជាការមិនគ្រប់ចិត្តនឹងនយោបាយរបស់លោកច្រាំខ្លួនឯងច្រើនជាងក្នុងន័យនេះទីក្រុងបាងកកអាចងាកទៅរកទីក្រុងវ៉ាស៊ីនតោនវិញយ៉ាងងាយស្រួលនៅពេលដែលលោកច្រាំអស់អាណត្តិនៅក្នុងពេលមិនដល់3ឆ្នាំទៀតទោះយ៉ាងណាអ្វីដែលគេមើលឃើញច្បាស់នៅពេលនេះថៃចង់បានការធានាច្បាស់លាស់ទៅលើសេដ្ឋកិច្ចនិងយោធាចំណែកចិនចង់បានឥទ្ធិពលហើយរឿងចាប់ដៃថ្ងៃនេះប្រឡែងវិញថ្ងៃស្អែកមិនចំដៃទេនៅក្នុងឆាកនយោបាយជាពិសេសសម្រាប់ប្រទេសសម្បូរស្នៀតដូចជាថៃ